Welcome back to Gym 101 where we're gonna learn everything we need to know about gym and fitness ខ្ញុំចាំមកពេលខ្ញុំទៅហាត់ gym ដំបូងទៅដល់មនុស្សឡើងពេញនឹងហៅឡើងហាត់ហៅឡើងដោតមានទេហើយសំខាន់ណាស់ម៉ាស៊ីនដែលយើងចង់ហាត់ហ្នឹងក៏ជាប់គេលេងទៀតដល់ឃើញចឹងអស់អារម្មណ៍ហាត់ចង់មកផ្ទះវិញទៅខ្ញុំគិតថាគ្នាយើងប្រហែលជាជួបបញ្ហាដូចខ្ញុំដែរមេរៀនយើងហ្នឹងគឺ module 2.3 dealing with gym crowd ខ្ញុំនឹងចែកម្លែកយុទ្ធសាស្ត្រខ្លះៗសម្រាប់ហាត់ក្នុងម៉ោងមនុស្សច្រើនចឹងដោយអត់មានបញ្ហាអីទាំងអស់វិធីសាស្ត្រទី1គឺ timing is everything ដូចគ្នាយើងបានដឹងចាប់ពីម៉ោង5ទៅគឺមនុស្សច្រើនយកមកតាមពេលព្រឹកទៅពេលថ្ងៃអត់សូវអីមែនទេចឹងបើគ្នាយើងណាតនេឬក៏ឆ្លៀតហាត់ពេលព្រឹកឬក៏ពេលថ្ងៃបានគឺល្អព្រោះមនុស្សអត់សូវច្រើនហើយស្រួលហាត់តែបើគ្នាយើងណារវល់គាត់ឆ្លៀតអត់បានអានឹងអត់អីទេចង់ហាត់ល្ងាចហ្មងទៅសំខាន់មានអ្នកតនេខ្លះគឺគាត់អត់ទៅហាត់ពេលព្រឹកហើយពេលថ្ងៃឲ្យហើយទេគឺគាត់យកលេសតាមពេលព្រឹកគាត់ងើបរហួចពេលថ្ងៃក្តៅពេកខ្ជិលជីហើយអ្នកហាត់ gym ណាយកលេសអញ្ចឹងចោលបាត់វិធីសាស្ត្រទី2គឺ be flexible យើងចេះរៀនបត់បែនតាមកលៈទេសៈឧទាហរណ៍បើថ្ងៃហ្នឹងយើងត្រូវហាត់ទ្រូងចឹងហើយម៉ាស៊ីនដែលយើងធ្លាប់ហាត់រាល់ដងហ្នឹងរវល់យើងកុំចាំដល់គេហាត់ហើយព្រោះយើងដឹងតែគេហាត់ហើយពេលណាទេចឹងយើងអាចដូរពីហាត់ម៉ាស៊ីនហ្នឹងទៅហាត់ dumbbell barbell ឬក៏ cable សិនក៏បានដែរព្រោះសាច់ដុំយើងហ្នឹងយើងអាចហាត់បានច្រើន exercise មិនហាត់តែមួយ exercise បានចូលទេហើយកុំអាងលេសថាម៉ាស៊ីនរវល់ជឿហាត់ទៅទេហើយវិធីសាស្ត្រចុងក្រោយនោះខ្ញុំគិតថាអាចនឹងមានគ្នាយើងខ្លះរៀង uncomfortable បន្តិចវិធីសាស្ត្រទី3គឺ working in សុំគេហាត់ជាមួយដូចខ្ញុំបាននិយាយពីវីដេអូមុនអញ្ចឹងបើម៉ាស៊ីនដែលយើងចង់ហាត់ហ្នឹងជាប់គេហាត់យើងអាចសុំគេហាត់ជាមួយបានដោយយើងសុំគេស្រួលបួរទៅដោយសួរគេថាបងសល់ប៉ុន្មានសេតទៀតឬក៏បងខ្ញុំសុំហាត់ជាមួយបានអត់បាច់ខ្មាស់អៀនទេព្រោះយើងដឹងហើយថាអ្នកហាត់នៅហ្នឹងគឺគេ friendly ចិត្តល្អហើយចិត្តទលាយខ្លាំងមែនតើកុំឲ្យតែយើងសួរគេឆ្លើយអត់សិលធម៌លេងទៅដល់ហេអាចហាត់អីនៅអាហ្នឹងមិនត្រឹមតែគេអត់ឲ្យហាត់ទេណាមិនស្រួលគេដាក់ថែមទៀតសូមេរៀនយើងឥឡូវយើងបានដឹងពីយុទ្ធសាស្ត្រសម្រាប់ហាត់ក្នុងម៉ោងនៅច្រើនហើយបើមានគ្នាយើងណាមាន tip ផ្សេងទៀតអាច share ចែកគ្នាប្រើផងព្រោះខ្ញុំដឹងថាមានគ្នាយើងអាចមាន tip ល្អជាងខ្ញុំទៀតហើយយើងជួបគ្នានៅវីដេអូក្រោយ Take care